ពីព្រោះចិត្តរបស់យើងមិនងាយនឹងអប់រំបានទេពេលសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាប្រសិនបើយើងច្បាំងឈ្នះនៅសមរភូមិរាប់រយដងក៏ដោយក៏ព្រះសម្មាសម្ពុទ្ធមិនសរសើរបុគ្គលនោះឡើយព្រះសម្មាសម្ពុទ្ធសរសើរថាប្រសិនបើបុគ្គលនោះច្បាំងឈ្នះចិត្តខ្លួនឯងច្បាំងឈ្នះចិត្តអាក្រក់ខ្លួនឯងទើបជាការប្រសើរទើបជាការប្រសើរបើសិនបើយើងច្បាំងមិនទាន់ឈ្នះចិត្តខ្លួនឯងទេវានឹងធ្វើឲ្យយើងមាននៅសេចក្តីសោកសៅជាបន្តបន្ទាប់ដែលយើងពិបាកក្នុងការគ្រប់គ្រងដូច្នោះយើងទាំងអស់គ្នាត្រូវតែរៀនអប់រំចិត្តបន្តិចម្ដងបន្តិចម្ដងតាមតែអ្វីដែលយើងអាចធ្វើទៅបានពីព្រោះចិត្តនេះមិនងាយអប់រំទេពេលខ្លះក៏ពេលក្រោតច្រឡោតតតងពេលខ្លះតបមិនបានក៏សម្លាប់អ្នកដទៃបៀតបៀនអ្នកដទៃធ្វើឲ្យអ្នកដទៃនឹងលំបាកដោយសារតែកំហឹងរបស់ខ្លួនមួយក្រោយក៏មានដែរ